សួស្តីអ្នកនរគ្នាឥឡូវយើងមករៀនពីការកាត់ប្លង់ចេញពី storyboard អញ្ចឹងមេរៀនមុនអ្នកគ្នាបានរៀនហើយពីការបង្កើត storyboard អញ្ចឹងឥឡូវយើងមករៀនពីការកាត់យកប្លង់មួយពី storyboard អញ្ចឹងជាដំបូងអ្នកគ្នាចូលមកកាន់ ChatGPT អ្នកគ្នាត្រូវតែធ្វើការ upload នៅ storyboard ចូលទៅកាន់ ChatGPTមេរៀនមុនខ្ញុំបានឲ្យអ្នកគ្នាធ្វើការថត screen ដើម្បីយករូបភាពហ្នឹងទៅបង្កើតសារថ្មីក៏ប៉ុន្តែនៅពេលដែលរូបភាពរបស់យើងភាគច្រើនវាមានភាពសពិចសពិលបាទវាមានដាច់ដៃដាច់ជើងអត់ច្បាស់អីចឹងអ្នកគ្នាត្រូវប្រើវិធីនេះវិញគឺអ្នកគ្នាធ្វើការ upload នៅ storyboard យើងចូលមកកាន់ ChatGPT ហើយអ្នកគ្នា say ថា write prompt of each slot in detail អញ្ចឹងបើបងគាត់អត់សូវចេះអង់គ្លេសអីគឺយើងមើលតាមវីដេអូហ្នឹងមកបរិចមើលទៅបាទអញ្ចឹងនៅពេលនេះ slot នីមួយៗត្រូវបានសរសេរជាប្រមរូបភាពឲ្យហើយបាទអញ្ចឹងទាំងអស់វាមាន16 slot បាទក្រោយពី slot យើងត្រូវបានសរសេរចេញជាប្រមហើយនៅពេលដែលអ្នកគ្នាយកព្រមនឹងធ្វើការ generate គឺរូបភាពតួអង្គអត់ដូចគ្នាទេអានេះជាបទពិសោធន៍របស់ខ្ញុំអញ្ចឹងដើម្បីឲ្យតួអង្គនៅក្នុង slot នឹងដូចគ្នាទាំងអស់អ្នកគ្នាត្រូវចូលមកកន្លែងសញ្ញាបូកខាងក្រោមនេះអ្នកគ្នាត្រូវធ្វើការ upload តួអង្គយើងចូលមួយសារទៀតបាទយើង upload មានតួអង្គប្រមាណគឺយើង upload ចូលមកបាទបន្ទាប់ពីធ្វើការ upload រូបភាពតួអង្គយើងចូលអស់ហើយអ្នកគ្នាត្រូវសរសេរថាប្រើប្រាស់រូបភាពខាងលើដើម្បីកែប្រមរូបភាពណាដែលមានជាប់ទាក់ទងតោះទៀតអ្នកគ្នាចុច generate មកបាទនៅពេលនេះគឺវាបានចាប់នៅ feature នៃតួអង្គរបស់យើងទាំងអស់មកហើយបាទអញ្ចឹងនៅក្នុង slot ថ្មីនេះគឺព្រមវាមានលក្ខណៈវែងជាងមុនដោយសារតែវាបន្ថែមនៅ feature បាទអញ្ចឹងយើងអាចយកព្រមហ្នឹងទៅធ្វើការបង្កើតនៅរូបភាពមួយបានបាទអញ្ចឹងឥឡូវខ្ញុំធ្វើការ copy នៅព្រមចេញពី slot ទី1អញ្ចឹងយើងយកទៅធ្វើការបង្កើតរូបភាពថ្មីអញ្ចឹងយើងត្រូវមើលសិនតើនៅក្នុង storyboard យើងមានតួអង្គសម្ដែងប្រហែលអ្នកមានបើសិនបើមាន2នាក់យើងដាក់2នាក់បើសិនបើប្លង់នឹងមានរូបប្រាសាទយើងដាក់រូបប្រាសាទបើសិនជាមានរូបមនុស្សប្រុសមនុស្សស្រីយើងដាក់តាមនឹងមកបាទអញ្ចឹងមានន័យថានៅពេលដែលអ្នកគ្នាយកព្រមចេញពី slot នឹងមួយហើយអ្នកគ្នាយកវាទៅបង្កើតរូបភាពថ្មីដោយមានបូកបន្ថែមនៅរូបតួអង្គទៅតាម slot នឹងបាទឥឡូវនេះយើងចូលទៅបង្កើតនៅរូបភាពថ្មីយើងចូលមកកាន់ new chat យើងចុចសញ្ញាបូកមកយើងចូលពាក្យថា create image បន្ទាប់មកអ្នកគ្នាធ្វើការផាសព្រមចេញពី slot ទី1ដោយសារតែ slot ទី1យើងមានតួអង្គចំនួន2នាក់អញ្ចឹងអ្នកគ្នាធ្វើការ upload តួអង្គមកបាទបន្តទៀតយើងចុច generate មកអូខេយើងឃើញថាបានរូបភាពថ្មីឯងបាទដោយវាបញ្ចូលនៅមុខតួអង្គច្បាស់តែម្ដងអូខេអញ្ចឹងយើងអាចធ្វើបន្តមកអញ្ចឹងអានេះជា slot ទី1 slot ទី2គឺអ្នកគ្នាធ្វើដូចមុនអញ្ចឹងបាទឥឡូវយើងចូលមកធ្វើ slot ទី2អញ្ចឹង slot ទី2របស់យើងមានរូបបុរស2នាក់ហើយនិងរូបប្រាសាទអញ្ចឹងយើងត្រូវតែដាក់រូបទាំងអស់ហ្នឹងឥឡូវយើងធ្វើការ copy ព្រមសិនមករួចយើងចូលមកកាន់ new chat create image យើងធ្វើការផាសព្រមនឹងចូលបន្ទាប់មកយើង upload រូបភាពតួអង្គចូលអញ្ចឹងយើងដាក់រូបបុរស2នាក់ហើយយើងដាក់រូបប្រាសាទចូលមកបាទឥឡូវនេះគឺរូបភាពដែល generate សម្រាប់ slot ទី2បានបង្កើតហើយយើងឃើញថាវាធ្វើបានត្រឹមត្រូវទៅតាមរូបភាពនៃ storyboard របស់យើងអញ្ចឹងអ្នកគ្នាប្រើវិធីនេះយើងធ្វើឲ្យអស់
slot មកបាទ slot មានប្រមាណអ្នកគ្នាប្រើវិធីហ្នឹងធ្វើម្ដងមួយរហូតដល់អស់មកបាទ